ទី1ថាតើអ្វីជាការធ្វើសមាធិដើម្បីបានចិត្តផ្ដោតដែលភាសាអង់គ្លេសហៅថា concentration meditation សំណួរសួរថាអ្វីជាជំហានឬដំណាក់កាលទី1នៃការធ្វើសមាធិសំណួរសួរទៀតថាតើគេប្រតិបត្តិដូចម្ដេចខ្លះតើក្នុងគោលបំណងអ្វីដែរគោលដៅសំខាន់តែមួយគត់នៃការធ្វើសមាធិនៅក្នុងដំណាក់កាលទី1នេះគឺថាដើម្បីវឹកហាត់ឲ្យបាននៅចិត្តផ្ដោតដែលវាជាដំណាក់កាលដាក់វិន័យឲ្យចិត្តដើម្បីមិនឲ្យមានទម្លាប់រត់ទៅច្រើនកន្លែងទៅតាមចិត្តដែលវាមានលក្ខណៈដូចជាសត្វស្វាឡើយយើងត្រូវទម្លាប់ចិត្តឲ្យមានវិន័យនិងរៀនធ្វើអ្វីមួយដោយមានការផ្ដោតយកចិត្តទុកដាក់សំណួរសួរថាតើចិត្តផ្ដោតគឺជាអ្វីហើយសំណួរក៏សួរទៀតថាហេតុអ្វីយើងត្រូវការចិត្តផ្ដោតនោះសំណួរសួរទៀតថាតើធ្វើដូចម្ដេចទើបដឹងថាគុណភាពចិត្តផ្ដោតយើងនោះល្អឆ្លើយចិត្តដែលផ្ដោតសំដៅទៅលើសមត្ថភាពនៃការផ្ដោតចិត្តទៅលើអ្វីមួយឬនឹងដោយមិនងាយបែកខ្ញែកមិនងាយងាករេឬក៏មិនងាយត្រូវបានអូសទាញដោយការរំខាននានាការផ្ដោតគឺជាគុណភាពនៃចិត្តដែលមានសារៈសំខាន់និងចាំបាច់ណាស់មិនថានៅក្នុងផ្លូវលោកឬក៏នៅក្នុងផ្លូវទៅរកការត្រាស់ដឹងនោះទេចិត្តផ្ដោតគឺជាគុណភាពចិត្តដែលអាចមើលចាក់ធ្លុះនៅអ្វីវាប្រៀបដូចជាកម្លាំងទឹកដែលគេបង្រួមឲ្យផ្ដោតមកនៅមុខតូចមួយនោះវាមានសមត្ថភាពខ្ពស់អាចកាត់ទម្លុះដែកបានហើយដើម្បីដឹងថាគុណភាពចិត្តផ្ដោតរបស់មនុស្សយើងនោះល្អប៉ុណ្ណាចូលមើលខ្លួនឯងថាតើចិត្តយើងងាយផ្លាស់ប្ដូរឬក៏ប្ដូររឿងឬក៏ងាយត្រូវបានអូសទាញពីខាងក្រៅនោះកម្រិតណាដែរដោយសារបច្ចេកវិទ្យាកាន់តែរីកចម្រើនគុណភាពចិត្តផ្ដោតរបស់មនុស្សយើងក៏កាន់តែខ្សោយទៅមានពេលខ្លះយើងមានសម្លេងទូរស័ព្ទរោមករំខានមានពេលខ្លះយើងមានព័ត៌មានលើបណ្ដាញសង្គមនិងមានពេលខ្លះយើងមានបញ្ហាជីវិតដែលធ្វើឲ្យចិត្តរបស់មនុស្សយើងអាចងាយរេទៅនេះឆាប់ងាកទៅនោះគ្មានគុណភាពផ្ដោតឡើយហើយគុណភាពចិត្តបែបនេះមិនអាចទទួលបាននៅចំណេះត្រាស់ដឹងខ្លួនឯងបាននោះឡើយព្រោះវាមិនអាចមើលឃើញចាក់ធ្លុះនៅសច្ចភាពឬក៏ធម្មជាតិពិតនៃខ្លួនឯងដែលវាបានលាក់ខ្លួនយ៉ាងស្ដើងមើលមិនឃើញឡើយដូច្នេះហើយការប្រតិបត្តិនៅក្នុងដំណាក់កាលទី1នេះគឺក៏ដូចជាដំណាក់កាលនៅការសម្លៀងចិត្តឲ្យមុតវាប្រៀបដូចជាការសម្លៀងចិត្តឲ្យមុតឬក៏វឹកហាត់ចិត្តឲ្យមានសមត្ថភាពផ្ដោតជាមុនសិនដោយសារថាចិត្តផ្ដោតគឺជាគុណភាពសំខាន់ចាំបាច់នៅក្នុងការធ្វើសមាធិទើបពេលខ្លះគេហៅថាចិត្តផ្ដោតនោះគឺជាចិត្តសមាធិតែម្ដងសំណួរសួរថាតើសមាធិយ៉ាងដូចម្ដេចដើម្បីវឹកហាត់ចិត្តឲ្យមានគុណភាពផ្ដោតនោះចម្លើយក៏យើងនិយាយអំពីការរៀបចំខ្លួនដើម្បីធ្វើសមាធិចិត្តផ្ដោតសំណួរសួរថាតើសិលគឺជាអ្វីសំណួរសួរជាបន្តទៀតតើសិលមានតួនាទីអ្វីនៅក្នុងមាគ៌ាសមាធិនោះដោយសារថានៅក្នុងប្រព័ន្ធខ្លួនរបស់មនុស្សយើងចិត្តរបស់មនុស្សមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរូបកាយដូច្នេះដើម្បីវឹកហាត់ចិត្តឲ្យផ្ដោតវាក៏អាស្រ័យទៅលើការវឹកហាត់ឬក៏វិន័យទៅលើរូបកាយយើងនោះផងដែរគឺនៅក្នុងហេតុផលនេះហើយទើបនៅក្នុងសមាធិគេតែងតែតម្រូវឲ្យមនុស្សយើងត្រូវមានការប្រកាន់មួយដែលយើងហៅថាសិលឬក៏ហៅថាជាវិន័យនោះហើយការធ្វើសមាធិត្រូវតែមានសិលឬក៏មានវិន័យហើយការដែលធ្វើសមាធិដោយមិនមានសិលឬមានវិន័យគឺប្រៀបដូចជាយើងបានព្យាយាមចែវទូកបញ្ច្រាស់ទៅខ្យល់នោះផងដែរទោះបីជាយើងខំប្រឹងចែវយ៉ាងណាក៏វានៅតែត្រឡប់មករកនៅកន្លែងដើមដដែលឧទាហរណ៍ថាប្រសិនបើពេលព្រឹកមនុស្សយើងប្រព្រឹត្តនៅអំពើអសិលធម៌ដែលធ្វើឲ្យចិត្តយើងរាយមាយគិតច្រើនមិនស្ងប់ប៉ុន្តែដល់ពេលយប់មនុស្សយើងបែរជាព្យាយាមធ្វើសមាធិឲ្យចិត្តផ្ដោតឬក៏ឲ្យចិត្តស្ងប់នោះគឺគ្មានប្រសិទ្ធភាពនោះឡើយយើងដឹងហើយថាដំណាក់កាលទី1នៃការធ្វើសមាធិនឹងគឺជាការផ្ដោតលើវិន័យតែមិនមែនដាក់វិន័យតែចិត្តនោះទេមនុស្សយើងត្រូវតែមានវិន័យលើរូបកាយផងដែរដែលយើងតែងតែហៅថាសិលនោះឯងនៅក្នុងមាគ៌ាសមាធិនៅក្នុងសាសនានីមួយៗគេតែងតែមានវិន័យឬក៏សិលផ្សេងគ្នាប៉ុន្តែគឺការបម្រើឲ្យគឺក្នុងគោលបំណងបម្រើឲ្យនៅក្នុងគោលដៅតែមួយគត់នោះគឺដើម្បីកាត់បន្ថយនៅភាពរំខានពីរបស់ទាំងអស់នោះដូច្នេះហើយមនុស្សយើងអាចសមាធិដើម្បីចម្រើនចិត្តស្ងប់ឬក៏ចិត្តផ្ដោត
យើងបានល្អឧទាហរណ៍ដូចជាសិលនៅក្នុងមាគ៌ារំដោះទុក្ខទាំង8របស់ព្រះពុទ្ធអ្នកប្រតិបត្តិត្រូវប្រកាន់នៅមាគ៌ាសិលចំនួន3មុននឹងឈានចូលទៅដល់មាគ៌ាសមាធិមាគ៌ាសិលចំនួន3នោះគឺមានដូចជាទី1គឺការនិយាយត្រូវដែលភាសាអង់គ្លេសហៅថា right speech និងទី2គឺការធ្វើសកម្មភាពត្រូវហៅថា right action និងទី3គឺការប្រកបមុខរបរត្រូវហៅថា right livelihood ចំណុចទី2ខតើសមាធិចិត្តផ្ដោត concentration meditation គេប្រតិបត្តិយ៉ាងដូចនេះខ្លះយើងបានដឹងហើយថាចិត្តផ្ដោតគឺជាគោលដៅសំខាន់នៅក្នុងការប្រតិបត្តិសមាធិនៅក្នុងដំណាក់កាលទី1នេះមានអ្នកប្រតិបត្តិខ្លះឆ្ងល់ថាខ្ញុំធ្វើសមាធិចិត្តផ្ដោតនេះយូរហើយតែមិនឃើញកើតមានពន្លឺបញ្ញាអ្វីតតែសោះចម្លើយនោះគឺថាគឺវាមិនខុសទេការធ្វើសមាធិនៅក្នុងដំណាក់កាលនេះមនុស្សយើងមិនទទួលបាននៅចំណេះដឹងអ្វីឡើយព្រោះថាដំណាក់កាលនេះជាដំណាក់កាលនៃការចម្រើនសមត្ថភាពផ្ដោតរបស់ចិត្តដែលជាឧបករណ៍សម្រាប់ទទួលនៅចំណេះដឹងនោះវាក៏ប្រៀបដូចជាដំណាក់កាលដែលយើងកំពុងតែសម្លៀកកំបិតឲ្យមុតនោះដែរដើម្បីត្រៀមយកទៅកាត់ផ្លែឈើនៃចំណេះដឹងនោះការដែលត្រៀមនេះមានន័យថាយើងមិនទាន់ទៅដល់កាត់ផ្លែឈើនៃចំណេះដឹងនោះនៅឡើយទេដូច្នេះនៅក្នុងការប្រតិបត្តិសមាធិនៅក្នុងដំណាក់កាលទី1នេះមនុស្សយើងមិនទាន់ចម្រើនបាននៅចំណេះដឹងឬបញ្ញានៅឡើយទេការធ្វើសមាធិដើម្បីចម្រើននៅចំណេះដឹងឬក៏បញ្ញាគឺស្ថិតនៅក្នុងដំណាក់កាលទី2គឺសមាធិបើកចិត្តដែលភាសាអង់គ្លេសហៅថា mindfulness meditation ដែលមានប្រតិបត្តិត្រូវរៀនប្រតិបត្តិជាបន្ទាប់នៅពេលដែលមនុស្សយើងអាចប្រតិបត្តិសមាធិដើម្បីផ្ដោតយ៉ាងស្ទាត់ជំនាញហើយនៅក្នុងដំណាក់កាលទី1នេះយើងដឹងហើយថាដើម្បីចម្រើនចិត្តផ្ដោតដើម្បីតម្រើនចិត្តឲ្យមានគុណភាពផ្ដោតខ្ពស់យើងត្រូវតែប្រតិបត្តិទៅតាម2ជំហានដូចខាងក្រោមនេះគឺជំហានទី1ការកាត់បន្ថយនៅការរំខានតាមរយៈការប្រកាន់ខ្ជាប់នៅសិលចំណុចទី2គឺថាការចម្រើននៅសមត្ថភាពចិត្តផ្ដោតតាមរយៈការធ្វើសមាធិដើម្បីចិត្តផ្ដោតចំណុចទី1សិលគោលដៅគឺដើម្បីកាត់បន្ថយនៅការរំខាននិងផ្ដល់បរិយាកាសអំណោយផលសម្រាប់ការប្រតិបត្តិសមាធិដើម្បីផ្ដោតចិត្តទើបមាគ៌ាព្រះពុទ្ធតម្រូវឲ្យមានសិលលើការនិយាយត្រូវការធ្វើសកម្មភាពត្រូវនិងសិលលើការជ្រើសរើសនៅមុខរបរត្រូវមុខរបរចិញ្ចឹមជីវិតដែលមានការរំខានតិចនិងផ្ដល់នៅអំណោយផលល្អបំផុតដល់ការប្រតិបត្តិសមាធិដើម្បីទទួលបាននៅចិត្តផ្ដោតនេះគ្មានអ្វីក្រៅពីធ្វើជាអ្នកបួសឡើយព្រោះថាការចម្រើនចិត្តផ្ដោតត្រូវការបរិយាកាសស្ងប់ស្ងាត់មានការរំខាននិងត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីប្រតិបត្តិតែការនិយាយបែបនេះមិនមែនមានន័យថាទាល់តែអ្នកបួសទើបអាចសមាធិបាននោះទេន័យគឺចង់បញ្ជាក់ថាអំពីចំណុចអំណោយផលរបស់អ្នកបួសនោះឯងគឺនៅត្រង់ថាជីវិតរបស់គេមានការរំខានតិចជាងជីវិតរបស់មនុស្សយើងធម្មតាតែនោះក៏មិនមែនជាបញ្ហានោះឡើយព្រោះយើងដឹងហើយថាការរំខានពិតមិនមែនមកពីបរិយាកាសឬក៏រឿងរ៉ាវខាងក្រៅនោះទេការរំខានពិតប្រាកដគឺកើតចេញអំពីចិត្តប្រតិកម្មនោះទេតើព្រោះដោយសារតែការជាប់ជំពាក់នៅក្នុងចិត្តរបស់យើងនេះមនុស្សយើងជាធម្មតានៅតែអាចស្វែងរកកន្លែងស្ងាត់និងពេលវេលាគ្រប់គ្រាន់ដើម្បីប្រតិបត្តិធ្វើសមាធិដើម្បីផ្ដោតចិត្តបានដូចគ្នាចំណុចទី2បន្ទាប់ពីប្រតិបត្តិសិលហើយបានល្អរួចហើយមានន័យថាអ្នកអាចចម្រើននៅសមត្ថភាពចិត្តផ្ដោតតាមរយៈការធ្វើសមាធិដើម្បីចិត្តផ្ដោតបានហើយការធ្វើសមាធិដើម្បីចិត្តផ្ដោតគឺមានគោលដៅផ្លាស់ប្ដូរនៅទម្លាប់ចិត្តដែលចូលចិត្តធ្វើរឿងជាច្រើននៅក្នុងពេលតែមួយឲ្យមកទម្លាប់មកធ្វើការតែមួយនៅក្នុងពេលតែមួយវិញម្ដងធម្មជាតិចិត្តយើងប្រៀបដូចជាកូនក្មេងដែលខ្វះការព្រានប្រដៅវាតែងតែដើរទៅនេះដើរទៅនោះពិបាកនឹងគ្រប់គ្រងនិងមើលថែទាំវាណាស់ដូច្នេះហើយយើងត្រូវតែកំណត់ផ្លូវឲ្យវាដើរតែមួយបានហើយទើបយើងអាចនឹងងាយគ្រប់គ្រងវាបានចិត្តរបស់មនុស្សយើងក៏ដូចគ្នានេះផងដែរបើមិនបានฝึกហាត់ចិត្តអាចរត់ទៅនេះចិត្តអាចរត់ទៅនោះចាប់វាមិនទាន់នោះទេទើបគេតែងតែហៅថាចិត្តដូចស្វាឬក៏ចិត្តស្វាដូច្នេះហើយសមាធិដើម្បីចិត្តផ្ដោតជាបច្ចេកទេសសមាធិដើម្បីបង្គាប់បញ្ជាដាក់ការងារឲ្យចិត្តធ្វើរឿងតែមួយដដែលរហូតដល់ចិត្តយើងទំលាប់ផ្ដោតមិន
មិនងាយនឹងបែកឆ្វេងឬក៏បែកស្ដាំនៅឡើយបាទសម្រាប់បងប្អូនដែលបានអាននិងស្ដាប់នៅសំឡេងសៀវភៅសំឡេងខ្លីៗរបស់យើងខ្ញុំរួចហើយប្រសិនបើបងប្អូនមានបំណងចង់ស្ដាប់និងអានមេរៀនពេញនិងសំឡេងពេញលេញតែម្ដងបាទសូមថាចូលទៅកាន់ website trasdeng.com បាទយើងសរសេរ TRAS Trust deng.com បាទដូចនេះបងប្អូនអាចនឹងចូលទៅអាននិងស្ដាប់នៅវីដេអូនិងសំឡេងពេញលេញតែម្ដងនៅក្នុង website របស់យើងសម្រាប់ជំហានបន្តទៀតបាទសូមអរគុណ